សួស្តីចង់ដឹងអត់ថាមានបកគោលេខ1នៅលើលោកអត់ទេយើងសួរ Google dental implant number 1 in the world ពេលដែលយើង search មកគឺយើងឃើញឈ្មោះមួយគឺ Straumann គេប្រាប់ថាវាមិនមែនជាលេខ1នៅលើលោកតែឯងទេវាមានច្រើនជម្រើសគ្រាន់តែ Straumann ហ្នឹងវាមុនគេបំផុតនៅលើលោកអញ្ចឹងណាបាទសួរថាវាលេខ1លើលោកបានន័យថាដាំទៅអត់ចេះខូចហ្មងមែនទេមិនមែនទេវាគ្រាន់តែជាម៉ាកសញ្ញាដែលវារកឃើញមុនគេដល់ហើយវាអ្នកដែលប្រើពីមុនមកគឺគេនៅសល់គ្រឿងហ៊ុនវាគេនៅសល់ឈ្មោះគេឈ្មោះហ៊ុនវាច្រើនអញ្ចឹងតាមពិតមកដល់បច្ចុប្បន្ននេះបង្គោលរាល់ថ្ងៃនេះគឺគ្មានអ្នកណាលើសអ្នកណាទេវាលើសគ្នាតិចតួចលើសដោយសារsurface គឺគ្រាន់តែធ្វើបានលឿនធ្វើបានយឺតយើងដាក់ធ្មេញបានលឿនឬក៏ដាក់ធ្មេញបានយឺតទេបើថាឲ្យ material បច្ចេកទេសនៅខាងធ្វើគឺវាលែងលើសគ្នាហើយក្រុមហ៊ុនដែលធំជាងគេនៅលើលោកគេក៏ប្រើម៉ាស៊ីនកលឹងម៉ាស៊ីនសម្រាប់មេរោគក៏ផុសអាឡម៉ង់ផងជប៉ុនដែរផងកូរ៉េក៏ប្រើអាហ្នឹងដូចតែគ្នាដែរពីមុនមកគេលើសគ្នាមែនដោយសារគាត់រកឃើញមុនគេអញ្ចឹងមិនមែនបានន័យថាបកគោហ្នឹងយកមកដាំគឺអត់ចេះខូចមិនមែនអញ្ចឹងទេបកគោគ្រាន់តែជាវត្ថុមួយទេសំខាន់ទឹកដៃនៃការអនុវត្តតើយើងធ្វើបានដល់កម្រិតណាតែប៉ុណ្្នោះទេហើយមកដល់បច្ចុប្បន្ននេះគឺយើងគិតម្យ៉ាងទៀតដោយទូរស័ព្ទដោយគ្រឿងអេឡិចត្រូនិកដែលពេលខ្លះយើងមើលអត់ទាំងឃើញណាគេអាច copy បានចុះគ្រាន់តែ material លោហៈដែលល្អជាងគេយកចេញពីអាមេរិកដែលគេហៅលោហៈកម្រផនថៃសានីមហ្នឹងអ្នកដែលរកឃើញអ្នកដែលបកកែផលិតជាងគេគឺអាមេរិកហើយអ្នកណាក៏ប្រើផលអាមេរិកដែរក្រុមហ៊ុនធំនៅលើលោកក៏គេប្រើផលអាមេរិកដែរអញ្ចឹងណាដល់ពេលក្រុមហ៊ុនកូរ៉េក្រុមហ៊ុនអ៊ីស្រាអែលក្រុមហ៊ុនអីក៏គេប្រើផលអាមេរិកដែរអញ្ចឹងណាអត់មានអ្នកណាលើសអ្នកណាទេមកដល់បច្ចុប្បន្ននេះបាទចង់និយាយបានតែប៉ុណ្្នឹងទេអូខេ